អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូមេរៀនបាទនៅក្នុង codelibrary.net អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីការអនុវត្តនៅលំហាត់បាទដែលជា challenge មួយដែលយើងនឹងpractice បាទនៅក្នុង program Python អញ្ចឹងនៅក្នុងលំហាត់នេះ concept របស់យើងគឺយើងប្រើប្រាស់ loop បាទដើម្បីបង្កើតបាទដើម្បីបង្កើតនៅយើងហៅថាមេលេខគុណបាទអញ្ចឹងមេលេខគុណហ្នឹងគឺយើងហៅថា multiplication table បាទអញ្ចឹងជាទូទៅមេលេខគុណគឺត្រូវបានប្រើប្រាស់បាទសម្រាប់លំហាត់អនុវត្តដើម្បីយើងរៀនបាទនៅក្នុង program បាទអញ្ចឹងឧទាហរណ៍ថាអ្វីដែលយើង expect ឬក៏យើងរំពឹងទុកហ្នឹងជាលទ្ធផលបានន័យថាពេលដែលយើងបញ្ចូលនៅចំនួនបាទចំនួននៅមេគុណបាទឧទាហរណ៍មេគុណ5អញ្ចឹងវានឹង loop បាទរហូតដល់ចាប់ពី1រហូតដល់5បានន័យថា5គុណនឹង1រហូតដល់5គុណនឹង10ដងបាទហើយនឹងបញ្ចេញលទ្ធផលតាមជួរនីមួយៗនឹងគឺជាresult ឬក៏លទ្ធផលនៃលទ្ធផលដែលចេញបាទកើតចេញអំពីបាទការសរសេរ program ដើម្បីបង្កើតនៅយើងហៅថា multiplication timetable បាទដោយ base ទៅលើតម្លៃដែលយើងបញ្ចូលជាមេគុណបាទអញ្ចឹងកន្លែងនេះគឺនៅក្នុង program Python គឺ concept កន្លែងនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាចេះប្រើប្រាស់ loop បាទ review អំពីការប្រើប្រាស់ loop ឡើងវិញបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងប្រកាសអថេមួយបាទអថេមួយដើម្បីយើងរៀបយកតម្លៃដែលយើងបញ្ចូលបាទមេលេខគុណអញ្ចឹងនៅក្នុង Python យើងប្រើ input បាទ method ដើម្បីបញ្ចូលបាទ input function ហ្នឹងហើយយើង print នៅតម្លៃដែលយើងបញ្ចូលរួចហើយបានយើង loop បាទយើងយកវាមក loop អញ្ចឹង loop កន្លែងនេះគឺយើង loop rank ឧទាហរណ៍ថាយើងចង់បានពីគុណពី1រហូតដល់10អញ្ចឹងយើង rank របស់វាគឺពី1រហូតដល់ក្រោម11នេះហើយបានយើង output បាទ output format នៅក្នុង loop បាទអូខេចុះអញ្ចឹងយើងដើម្បីបានលទ្ធផលជាតារាងមេលេខគុណដូចនេះយើងប្រើប្រាស់ loop នៅក្នុង Python ដើម្បីយើងសរសេរបាទបង្កើតជាតារាងមេលេខគុណបាទនៅក្នុង program Python អូខេទាំងអស់គ្នាអញ្ចឹងយើងចូលមកកាន់ project បាទបើកនៅក្នុង Python project បាទដើម្បីយើងអនុវត្តបាទទាំងអស់គ្នាអូខេអញ្ចឹងយើងនៅក្នុង terminal យើងចូល project រួចហើយយើង code dot បាទដើម្បីយើងចូលទៅកាន់ IDE អូខេអញ្ចឹងមកដល់កន្លែងនេះទាំងអស់គ្នាយើង click បាទបង្កើត file ថ្មីទាំងអស់គ្នា click new នេះមកហើយយើងដាក់ឈ្មោះថាmultiplication បាទ multiplication បាទយើងដាក់ឈ្មោះឲ្យពេញមក multiplication table បាទ table .py អូខេអញ្ចឹងកន្លែងនេះយើងទី1យើងប្រកាសអថេបាទទាំងអស់គ្នាទី1យើងប្រកាសអថេ number ដើម្បីយើងបញ្ចូលតម្លៃណាបាទបន្ទាប់មកទៀតយើង output ថាតើដែលយើងចង់ multiplication ហ្នឹងយើងគុណនឹងលេខមេគុណវាប្រមាណដើម្បីយើង output រួចហើយបានយើងឲ្យវា process loop ហ្នឹងទៅតាម process loop នៅក្នុង rank ដែលយើងចង់បានរួចហើយវា output បាទវា output ឲ្យយើងហ្នឹងហើយអូខេអញ្ចឹងកន្លែងនេះយើងទៅសេមកបាទ declare number ស្មើinput បាទកន្លែងនេះយើងដាក់ enter សរសេរប្រំបាទ enter number បាទ enter number បាទរួចហើយយើង print បាទបង្ហាញនៅតម្លៃដែលយើងបញ្ចូលថាមេគុណរបស់យើងហ្នឹងគុណនឹងប្រមាណបាទកន្លែងនេះយើង format string មកបាទ format string បាទ /n បាទ multi បាទយើង output
label វាដើម្បីបង្ហាញថាតើមេគុណរបស់យើងនឹងយើងបញ្ចូលប្រមាណហើយវាចាញ់ថាមេគុណបង្ហាញនៅផ្ទាំងពើមានបាទ multiplication ប្រមាណបាទអញ្ចឹងយើងចាប់យក variable number មកបាទថាបើយើងបញ្ចូលមេគុណវានឹង5ឲ្យវាចេញលេខ5មកបាទហ្នឹងហើយរួចកន្លែងនេះយើង /n ដើម្បីយើងចុះបន្ទាត់ពីនោះទៀតគឺអ្នកទាំងអស់គ្នា loop បាទ loop វាយើងទៅសេ loop យើងប្រើ for loop បាទ for loop ហ្នឹងយើងប្រើ for ហើយយើងប្រកាសអថេមួយបាទ for I in keyword in rank ណាបាទដោយសារយើងប្រើប្រាស់ចម្លោះលេខអញ្ចឹងយើងប្រើ rank function ដើម្បីទាញឬក៏បង្កើតនៅតម្លៃចន្លោះបាទ rank okay rank maybe rank in rank បាទ rank 1ទៅដល់10បាទ1ដល់10ហ្នឹងមានន័យថា1ទៅដល់ក្រុម11ក្រុម11មានន័យថាស្មើនឹង10អញ្ចឹងយើងបង្កើត rank រួចហើយយើងបោះ output បាទ print function បាទ print function output កន្លែងនេះយើងចង់ឲ្យវាចេញជា format ទៅតាមតម្លៃដែលយើងចង់បានអញ្ចឹងបងប្អូនទាំងអស់គ្នាយើងមើល format កន្លែងនេះទី1យើង output number បាទឧទាហរណ៍មេលេខ5អាកន្លែងនេះវាចាប់ផ្ដើមគុណ5ហើយ i នេះគឺតម្លៃដែលវា loop បាទដែលវា start ចាប់ពី1រហូតដល់ក្រុម11បាទអញ្ចឹងពេលនោះគឺវាគុណ i រហូតដល់ក្រុមលក្ខខណ្ឌដែលវា start ចាប់ពី1រហូតដល់ក្រុម11បាទវា start ចាប់ពី1 2 3រហូតបាទនៅក្នុង rank ពេលដែលវា loop រហូតដល់អស់ rank នៃតម្លៃលេខតួគុណហ្នឹងគឺវានឹងបញ្ឈប់ហើយវា output បាទវា output នៅ result កន្លែងនេះបាទ number គុណនឹង i ស្មើ number គុណនឹង i អញ្ចឹងកន្លែងនេះយើង format បាទ number តម្លៃលេខមេគុណstring របស់យើងដាក់សញ្ញាគុណមកបាទសញ្ញាគុណរួចហើយកន្លែងនេះគឺ i បាទវាគុណនឹង i ដោយសារ i វាត្រូវ loop ណាបាទអញ្ចឹងស្មើរួចហើយយើងបោះ result បាទកន្លែងនេះ result របស់វាគឺ number គុណនឹង i បាទ i គឺតម្លៃវា loop បាទតម្លៃ loop នៅក្នុង rank នេះបាទអូខេអញ្ចឹងកន្លែងនេះយើងចប់ហើយយើង run បាទយើង run test វាមក python multi បាទ multiplication.py បាទឈ្មោះ file រួចហើយយើង enter បាទអូខេអញ្ចឹងយើងឃើញវាបញ្ចេញមកដាក់ពាក្យ label ដាក់ enter number អាហ្នឹងគឺជា prompt សម្រាប់ឲ្យយើងបញ្ចូលតម្លៃមេគុណបាទឧទាហរណ៍ថាយើងបញ្ចូលមេគុណ4បាទអញ្ចឹងពេលយើង enter មកអូខេអញ្ចឹង4គុណ1 4គុណនឹង2 number គុណនឹង i rank អូខេអានឹងវាយើងផ្លេច format string កន្លែងនេះយើង format string មួយទៀតដើម្បីយើង convert ទៅជា integer បាទអញ្ចឹងយើង convert នៅពេលយើងបញ្ចូលតម្លៃ4មកហ្នឹងគឺយើងត្រូវ convert វាទៅជា integer បាទបើមិនអញ្ចឹងទេគឺវាគុណជា string បាទវា read ជា string អញ្ចឹងកន្លែងនេះយើង convert ទៅជា integer ហើយយើង clear បាទហើយយើង run file ម្ដងទៀតpython multiplication.py បាទបញ្ចូល4បាទអញ្ចឹងវានឹងគុណបាទ4ម្ដង4រហូតដល់4 10ដង40បាទនឹងយើងបង្កើតបានតារាងមេលេខគុណបាទអូខេនេះជាលំហាត់មួយបាទ challenge សម្រាប់អ្នកទាំងអស់គ្នាបាទរៀននៅក្នុងការប្រើប្រាស់ loop បាទជាឧទាហរណ៍មួយបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចអនុវត្តបានយកទៅអនុវត្តហើយនឹងបើអ្នកទាំងអស់គ្នាមាន comment បាទមានចម្ងល់បាទទាក់ទងនឹងការសរសេរ challenge បាទនៅក្នុងការបង្កើតលំហាត់ផ្សេងៗនៅក្នុង program Python អ្នកគ្នាអាច comment នៅក្នុងវីដេអូបាទអ្នកទាំងអស់គ្នាដែលមិនទាន់បាន subscribe ជួយ subscribe channel ខ្ញុំម្នាក់មួយផងបាទជួបគ្នានៅវីដេអូក្រោយអំពីមេរៀន Python និងការអនុវត្តនៅការ practice បាទនៅលំហាត់ផ្សេងក៏ដូចជាយើងនឹង lead ទៅកាន់ next level ការអនុវត្តឬក៏ការបង្កើត project បាទអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ